ខ្ញុំនៅ single ចាំបាច់ទិញធានារ៉ាប់រងធ្វើអីនិយាយមែនតែនទៅអាប្រយោគមួយហ្នឹងខ្ញុំតែងតែទទួលបានជារឿយមិនខុសទេយើងនៅ single មិនចាំបាច់ទិញធានារ៉ាប់រងទេបើសិនជាយើងជាមនុស្សដែលគ្មានក្តីស្រឡាញ់មានដឹងអត់ថាអ្នកដែលអាចទិញធានារ៉ាប់រងបានណាតើតែគាត់មាន3ចំណុចទី1តើតែគាត់នឹងជាមនុស្សដែលមានសុខភាពល្អហើយចំណុចទី2តើតែគាត់នឹងមានប្រាក់ចំណូលជាទៀងទាត់ហើយចំណុចទី3ដែលជាចំណុចសំខាន់នោះគឺតើតែគាត់នឹងជាមនុស្សម្នាក់ដែលមានក្តីស្រឡាញ់ចំពោះក្តីស្រឡាញ់ណាមិនផ្ដោតតែលើស្នេហាអូនបងនោះទេតែក៏រួមបញ្ចូលនៅក្តីស្រឡាញ់ចំពោះសាច់ញាតិបងប្អូនកូនចៅម៉ាក់ប៉ាហើយក៏ជាពិសេសនោះគឺក្តីស្រឡាញ់ចំពោះខ្លួនឯងនឹងផងដែរតើអ្នកទាំងអស់គ្នាមាន3ចំណុចទាំងអស់ហ្នឹងនៅហើយបើមានទាំង3ចំណុចហ្នឹងហើយហេតុអីក៏បងប្អូនមិនសម្រេចចិត្តទិញធានារ៉ាប់រងម៉ាក់ខ្ញុំគាត់មានសារចង់ផ្ដាំមួយបើស្រឡាញ់គ្រួសារទិញធានារ៉ាប់រងមួយទៅជូនពរសុខភាពដល់ថ្ងៃនៃក្តីស្រឡាញ់